នេះយើងត្រូវចាត់ឆ្នោតសម្រាប់ឲ្យបងប្អូនទាំង4នាក់តម្រូវឲ្យចាត់ឆ្នោតដើម្បីយើងជួបគ្នានៅក្នុងជុំទី1តើកីឡាកររូបណាប៉ះជាមួយនឹងណាជុំ2ដើម្បីជំរុះតើកីឡាកររូបណាប៉ះជាមួយនឹងកីឡាកររូបណាព្រោះស្រោមសបុតទាំង4នេះគឺមានលេខ1ចំនួន2សន្លឹកលេខ2ចំនួន2សន្លឹកលេខ1ប៉ះជាមួយនឹងលេខ1លេខ2ប៉ះជាមួយលេខ2តោះឥឡូវខ្ញុំតម្រូវឲ្យបងប្អូនទាំង4គឺយើងចាប់ឆ្នោតទាំងអស់គ្នាបាទស្លឹកឆ្នោតបាទសូមគោរពទូទស្សនិកជនថ្ងៃនេះបាទស្ថានីយទូរទស្សន៍ថោនបានសហការជាមួយនឹងខ្មែរបរិជាជាពិសេសនៅក្នុងកម្មវិធីដែលបានទទួលការឧបត្ថម្ភពីស្រាបៀរកម្ពុជានៅក្នុងកម្មវិធី Maffai ហើយសប្តាហ៍នេះកាន់តែប្លែកសម្រាប់ទូទស្សនិកជនគឺជាសប្តាហ៍ទី1ដែលយើងត្រូវរកបេក្ខភាពដែលប្រកួត 4Man Marathon ចំនួន4រូបដើម្បីរកបេក្ខភាពដើម្បីឈ្មោះទៅដណ្ដើមខ្សែក្រវ៉ាត់នេះគឺជាសប្តាហ៍ទី1សប្តាហ៍ទី1ជាទូទៅតំណមតែយើងបានកីឡាករចំនួន8រូបយើងត្រូវជំរុះរហូតដល់8សប្តាហ៍ដើម្បីរកកីឡាករឆ្នើមប្រចាំសប្តាហ៍នីមួយៗដែលជាម្ចាស់ពានដើម្បីប្រគ្រប់ចំនួន8រូបដើម្បីទៅដណ្ដើមខ្សែក្រវ៉ាត់ Maffai Cambodia ដែលបានទទួលការឧបត្ថម្ភពីស្រាបៀរកម្ពុជាឥឡូវសប្តាហ៍នេះទូទស្សនិកជនបានជ្រាបហើយគឺមានសុខសខឹមបាទហើយមានពេជ្រសខឹមបាទមានយ៉ាក់ផ្លែហើយក៏មានឈួត4រួមជាមួយនឹងណាមឈៀវជាបេក្ខភាពគីឡូ60ដែលនឹងត្រៀមប្រកួតនៅថ្ងៃស្អែកវេលាម៉ោង3លើសង្វៀន Maffai នៅស្ទីឌីយោស្ថានីយទូរទស្សន៍ថោនឥឡូវនេះគឺជាពេលវេលាដ៏ស្រស់ស្របមួយដើម្បីឲ្យបងប្អូនទាំង4នាក់ដើម្បីចាប់ឆ្នោតតើកីឡាកររូបណានៅជួបគ្នានៅជុំទី1ដើម្បីជំរុះនិងកីឡាកររូបណាខ្លាយជាបេក្ខភាពជុំទី2ដើម្បីវគ្គជំរុះឡើងទៅផ្ដាច់ព្រាត់ដណ្ដើមទឹកប្រាក់ចំនួន6លានរៀលដែលជាម្ចាស់ពានបានរួមជាមួយនឹងពានមួយហើយអ្នកទី2ជើងឯករងគឺបានចំនួន4លានរៀលបាទដែលជាការឧបត្ថម្ភពីស្រាបៀរកម្ពុជាឥឡូវនេះដើម្បីកុំឲ្យខាតពេលនេះយើងត្រូវចាត់ឆ្នោតសម្រាប់ឲ្យបងប្អូនទាំង4នាក់តម្រូវឲ្យចាត់ឆ្នោតដើម្បីយើងជួបគ្នានៅក្នុងជុំទី1តើកីឡាកររូបណាប៉ះជាមួយនឹងណាជុំ2ដើម្បីជំរុះតើកីឡាកររូបណាប៉ះជាមួយនឹងកីឡាកររូបណាព្រោះស្រោមសបុតទាំង4នេះគឺមានលេខ1ចំនួន2សន្លឹកលេខ2ចំនួន2សន្លឹកលេខ1ប៉ះជាមួយនឹងលេខ1លេខ2ប៉ះជាមួយលេខ2តោះឥឡូវខ្ញុំតម្រូវឲ្យបងប្អូនទាំង4គឺយើងចាប់ឆ្នោតទាំងអស់គ្នាបាទស្លឹកឆ្នោតបាទតោះបាទតោះទូទស្សនិកជនឥឡូវនេះសូមឲ្យបងប្អូនទាំង4នាក់បើកទាំងអស់គ្នាបែរទៅកាមេរ៉ាតោះបាទត្រូវគ្នាបណ្ដោយបាទឥឡូវហ្នឹងគឺជុំ1គឺណាំឈៀវជាមួយនឹងឈួន4ដែលត្រូវប្រកួតនៅក្នុងជុំ1ជុំ2គឺមានយ៉ាក់ផ្លែជាមួយនឹងសខឹមដែលប្រកួតនៅក្នុងជុំ2រងចាំទស្សនាទាំងអស់គ្នានៅលើកញ្ចក់ទូរទស្សន៍ថោននៅថ្ងៃស្អែកវេលាម៉ោង3តើកីឡាកររូបណាដែលជាម្ចាស់ពានដ៏ស្រស់ស្អាតនេះដែលជាបេក្ខភាពដែលត្រូវដណ្ដើមខ្សែក្រវ៉ាត់ទៅថ្ងៃអនាគតហើយអញ្ចឹងសូមបណ្ដាំរបស់ខ្ញុំសូមអរគុណទៅដល់បងប្អូនហើយសង្ឃឹមថាម្ចាស់ពានដែលខ្លាយជាជើងឯកសូមរក្សាគីឡូឲ្យបានល្អបំផុតដើម្បីជាបេក្ខភាពដើម្បីត្រៀមប្រកួតខ្សែក្រវ៉ាត់ទៅថ្ងៃអនាគតបាទសូមអរគុណ